សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាពុកម៉ែបងប្អូនអ៊ំពុំមីងទាំងអស់គ្នាស្គាល់ផ្លែឈើមួយប្រភេទនេះដែរឬទេផ្លែឈើមួយប្រភេទនេះគឺមានឈ្មោះថាទំពាំងបញ្ជូរព្រៃពុកម៉ែបងប្អូនទំពាំងបញ្ជូរព្រៃគឺថាផ្លែចង្កោមតែនេះនាងខ្ញុំគឺបានបំបែកវាជារាយដើម្បីងាយស្រួលនៅក្នុងការធ្វើជ្រក់ថ្ងៃនេះដែរនាងខ្ញុំយកផ្លែទំពាំងបញ្ជូរព្រៃដើម្បីយកមកធ្វើជ្រក់ពុកម៉ែបងប្អូនមានទាំងទុំក្រហមនឹងមានទាំងខ្ចីនិយាយទៅផ្លែទំពាំងបញ្ជូរព្រៃនេះផ្លែក្រហមប្រសិនបើយើងយកទៅត្រាំស្រាគឺមានរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយអាផ្លែខ្ចីនេះគឺយើងធ្វើជ្រក់គឺមានរសជាតិឆ្ងាញ់ប៉ុន្តែដោយឡែកថ្ងៃនេះនាងខ្ញុំយកទាំងផ្លែក្រហមនិងផ្លែខ្ចីដើម្បីយកមកធ្វើជ្រក់ពុកម៉ែបងប្អូនហើយទំពាំងបញ្ជូរព្រៃនេះផងដែរគឺនាងខ្ញុំបានពីបងស្រីគាត់យកពីសៀមរាបយកមកឲ្យនាងខ្ញុំចង់ដឹងថានាងខ្ញុំធ្វើជ្រក់បែបណាតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំប្រើអំបិលម៉ត់ចំនួន1វែកហើយស្ករសគឺនាងខ្ញុំដាក់កន្លះវែកពុកម៉ែបងប្អូនដាក់ដល់ពេញទេហើយនាងខ្ញុំមកធ្វើការលេគ្រឿងទាំងអស់នេះឲ្យសព្វបញ្ចូលគ្នាឲ្យរលាយទៅនាងខ្ញុំចាក់មកលើទំពាំងបញ្ជូរតែម្ដងយើងលេងវាហើយនិយាយទៅការធ្វើជ្រក់របស់នាងខ្ញុំមិនថាជ្រក់ស្វាយជ្រក់កាស្នោគឺនាងខ្ញុំធ្វើបែបនេះឯងចាហើយក៏យើងស្រោចវានៅលើនឹងទៅរួចទៅនាងខ្ញុំចាក់ទឹកក្តៅចូលពុកម៉ែបងប្អូនគឺចាក់បែបនេះដើម្បីឲ្យស្លោកហើយភាគច្រើនការធ្វើជ្រក់របស់នាងខ្ញុំចូលចិត្តធ្វើនឹងចានដែកដោយសារតែធ្វើនៅក្នុងចានដែកអញ្ចឹងវាមានសភាពងាយស្រួលធ្វើឲ្យយើងលេគ្រឿងសព្វល្អហើយវាមិនប៉ះពាល់នៅពេលដែលយើងដាក់ដបកែវទៅពេលដែលយើងចាក់ទឹកនឹងក្តៅវាធ្វើឲ្យប្រេះដបកែវរបស់យើងនៅពេលដែលយើងធ្វើបែបនេះហើយរួចយើងយកទៅដាក់ក្នុងដបកែវគឺវាអត់បែកទេហើយវាសព្វល្អទៀតផងពុកម៉ែបងប្អូនផ្លែវាគឺជាកោមល្អណាស់ពុកម៉ែបងប្អូនអើយដឹងតែឆ្ងាញ់មាត់ហើយទៅបញ្ជូរព្រៃនេះបើយើងញ៉ាំទាំងស្រស់គឺញ៉ាំបានចំនួនតិចតួចទេវាអាចធ្វើឲ្យរមាស់មាត់របស់យើងប៉ុន្តែនៅពេលដែលយើងជ្រក់វាមានសភាពឆ្ងាញ់ជាងហើយផ្លែទុំបើយើងយកទៅធ្វើស្រាដឹងតែឆ្ងាញ់ហ្មងភាគច្រើនចាស់ចំនួនមុនគាត់មានផ្លែច្រើនគឺគាត់យកទៅធ្វើជាស្រាបិទធ្វើជាស្រាក្រហមពុកម៉ែបងប្អូនរសជាតិវាឆ្ងាញ់ដូចជាទំពាំងបញ្ជូរស្រុករបស់យើងដែរតែទំពាំងបញ្ជូរស្រុកយើងញ៉ាំទៅផ្អែមទំពាំងបញ្ជូរព្រៃអត់ផ្អែមទេពុកម៉ែបងប្អូនអើយមានរសជាតិជូរហើយយើងញ៉ាំច្រើនវាធ្វើឲ្យលមាស់មាត់ដាក់ទៅឲ្យសព្វល្អហើយនៅពេលដែលអន់ទឹកក្តៅរបស់យើងអន់ត្រជាក់បញ្ចុះត្រជាក់បន្តិចយើងទេចូលដបកែវទៅអាចទុកបានយូរហើយចំពោះការធ្វើជ្រក់នេះពុកម៉ែបងប្អូនប្រសិនបើយើងចង់ទុកបានយូរយើងធ្វើឲ្យប្រៃប្រសិនបើចង់ឆាប់រហ័សគឺយើងធ្វើឲ្យសាបតិចទៅហើយចំពោះវីដេអូនេះគឺមានតែប៉ុណ្ណេះទេពុកម៉ែបងប្អូនចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា